គេហៅគាត់ថា Jim the Penman នៅរដ្ឋ New Jersey ក្នុងអំឡុងចុងសតវត្សទី19បុរសម្នាក់នេះមិនបានប្រើម៉ាស៊ីនបោះពុម្ពឬមួយក៏សូម្បីតែពុម្ពដែកសម្រាប់ផលិតលុយคล้ายៗនោះទេអ្វីដែលគាត់ប្រើគឺពេលវេលាដំហាផ្សាលនិងទេពកោសល្យដ៏ប៉ិនប្រសប់របស់គាត់តែប៉ុណ្ណោះប៉ុន្តែរៀងរាល់ម៉ោងដែលគាត់ចំណាយដើម្បីគូក្រដាស់ប្រាក់คล้ายៗក៏ជាពេលដែលគាត់កំពុងលួចពីជីវិតខ្លួនគាត់ដូចគ្នាតើគាត់កំពុងតែលួចអ្វីពីជីវិតខ្លួនឯងតោះមកស្ដាប់ពីប្រវត្តិរបស់បុរសម្នាក់នេះឈ្មោះពិតរបស់គាត់គឺ Emanuel Ninger កើតនៅស្រុក Prussia ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ1845គាត់មានសមត្ថភាពលើសពីជាងគំនូរធម្មតាគាត់ចេះឆ្លាក់គាត់ស្គាល់ពីឧបករណ៍ជាច្រើននិងយល់ពីរបៀបក្នុងការប្រើប្រាស់រួមទាំងគំនិតច្នៃប្រឌិតនិងទឹកដៃដ៏ប៉ិនប្រសប់គាត់បានមកដល់អាមេរិកនៅក្នុងឆ្នាំ1882ជាមួយនឹងប្រអប់ជក់គំនូរពេញមួយប្រអប់របស់គាត់និងបេះដូងដែលពោរពេញទៅដោយ American Dream ពាក្យ American Dream កាលពីចំនួនហ្នឹងគឺចង់សំដៅទៅលើក្តីរំពឹងរបស់បុគ្គលដែលមានទេពកោសល្យដែលគិតថាអាចនឹងមានជីវភាពទូធាជាមួយនឹងជំនាញដែលគាត់មានគឺទទួលបានកម្រៃនិងជីវភាពគ្រាន់បើជាងមុនគាត់ជាអ្នកជំនាញខាង detail មានន័យថាទៅលើរឿងតូចៗនៅក្នុងរូបគំនូរប៉ុន្តែកាលពីជំនាន់ហ្នឹងគឺអត់មានអ្នកណាគេចង់ចំណាយលុយច្រើនសន្ធឹកសន្ធាប់សម្រាប់គ្រាន់តែគូផ្លាកហាងនោះទេគេចង់បានអ្វីដែលលឿនជាមួយនឹងពលកម្មធូរថ្លៃសិល្បកររូបនេះគាត់បានឃើញទេពកោសល្យរបស់គាត់ត្រូវបានគេមើលរំលងហើយវាពិតជាហួសហេតុណាស់សម្រាប់គាត់ដោយមានគ្រួសារនៅក្នុងបន្ទប់ត្រូវការលុយកាក់នៅក្នុងការចិញ្ចឹមជីវិតសំឡេងនៃមនសិការស្រែកមិនឈ្នះសំឡេងនៃភាពស្រែកគ្នានាយប់មួយនៅក្នុងរដូវរងាគាត់បានសម្លឹងមើលក្រដាស់ប្រាក់$20ដែលជាកម្រៃពលកម្មដ៏លំបាកដែលគាត់ប្រើរយៈពេលរហូតដល់2សប្តាហ៍នៅក្នុងការគូស្លាកហាងឲ្យអតិថិជនរបស់គាត់ម្នាក់គាត់ក៏ចាប់ផ្ដើមគិតថាចុះបើសិនជាខ្ញុំចំណាយពេល2សប្តាហ៍គូស្លាកហាងខ្ញុំរកលុយបានត្រឹមតែ$20ទេប៉ុន្តែបើសិនជាខ្ញុំចំណាយពេល2សប្តាហ៍ដូចគ្នាប៉ុន្តែខ្ញុំយកមកគូក្រដាស់ប្រាក់$20នេះវិញខ្ញុំនឹងបានតម្លៃដែលខ្ញុំចង់បានអញ្ចឹងចំណុចនេះហើយដែលគាត់ចង់ប្រាប់ទៅពិភពលោកថាបើពិភពលោកមើលមិនឃើញពីទេពកោសល្យរបស់គាត់មិនឲ្យតម្លៃទៅលើស្នាដៃរបស់គាត់ទុកឲ្យគាត់ជាអ្នកបង្កើតតម្លៃវិញម្ដងចាប់ពីពេលនោះមក Ninger បានសំងំក្នុងបន្ទប់ធ្វើការរបស់គាត់ស្ទើរតែពេញមួយថ្ងៃដើម្បីគូក្រដាស់ប្រាក់បើតាមឯកសារបានបញ្ជាក់ថាគាត់បានយកក្រដាស់ទៅត្រាំនៅក្នុងទឹកកាហ្វេហាលឲ្យស្ងួតដើម្បីឲ្យវាមើលទៅមានសភាពរាងចាស់បន្តិចទើបគាត់ចាប់ដើមគូដោយគាត់ចាប់ដើមជាមួយនឹងក្រដាស់ប្រាក់$10ប្រើរយៈពេល2សប្តាហ៍ដោយសារតែគាត់ជាអ្នកជំនាញខាង detail ស្រាប់គាត់អស់ជក់ម្ដងមួយគាត់ប្រើកែវពង្រីកបាទយកជក់របស់គាត់អស់រូបសក់ប្រធានាធិបតីម្ដងមួយសរសៃបន្ទាប់ពីក្រដាស់ប្រាក់คล้ายសន្លឹកដំបងរបស់គាត់បានជោគជ័យគាត់ក៏បានសាកយកវាទៅទិញអីវ៉ាន់នៅផ្សារលើកទី1គាត់រៀងផិតភ័យបន្តិចក្រែងខ្លាចគេមើលដឹងតែពេលដែលគាត់ហុចលុយឲ្យអ្នកលក់ទទួលយកលុយដោយស្នាមញញឹមហើយអាប់លុយឲ្យគាត់វិញទៀតក្នុងចិត្តគាត់គិតថាអាយ៉ាជោគជ័យហើយតើនេះគាត់ក៏ចាប់ផ្ដើមបន្តទៅក្រដាស់ប្រាក់ផ្សេងទៀត20 50និង100ចាប់ពីពេលនោះមកជីវភាពរបស់គាត់បានប្រែប្រួលគួរឲ្យកត់សម្គាល់គាត់បានសល់លុយសល់កាក់ទៅទិញដីកសិដ្ឋាននៅឯតំបន់ Flagtown អ្នកជិតខាងរៀងឆ្ងល់ជាមួយនឹងជីវភាពផ្លាស់ប្ដូររបស់គាត់ដែរបាទហើយគិតទៅអ្នកជិតខាងជំនាន់ហ្នឹងចង់ដឹងរឿងគេដែរតែគាត់បានប្រាប់ថាលុយរបស់គាត់ហ្នឹងគឺបានមកពីលុយ Southern ដោយសារតែគាត់ជាអតីតទាហាននៅអាល្លឺម៉ង់ជាមួយនឹងដីកសិដ្ឋានដែលគាត់បានទិញវាបានធ្វើឲ្យអ្នកជិតខាងយល់ថាគាត់គឺជាបរិសុទ្ធម្នាក់ដែលជោគជ័យតែតាមពិតផលដំណាំពិតប្រាកដដែលគាត់កំពុងដាំដុះគឺនៅក្នុងបន្ទប់ធ្វើការរបស់គាត់
គាត់ឯនោះវិញទៀតគាត់មានលុយប៉ុន្តែអត់មានសេរីភាពគាត់មិនអាចចែករំលែកភាពជោគជ័យជាមួយគ្រួសារបានទេជាមួយមិត្តភក្តិក៏ដោយឲ្យតែមានមនុស្សផ្លាច់មុខចូលមកនិយាយជាមួយគាត់គឺគាត់មិនខ្ចីនិយាយរកព្រោះអីគឺគាត់ខ្លាចបែកគ្នានឹងសម្រាប់ចឹងរាល់មនុស្សផ្លាច់មុខគឺគាត់ចាត់ទុកដូចជាហានិភ័យរបស់គាត់ចឹងគាត់បានខ្លាចជាអ្នកទោសនៃទេពកោសល្យរបស់ខ្លួនឯងឲ្យធ្វើការស្ទើរតែ18ម៉ោងនៅក្នុងមួយថ្ងៃដើម្បីបង្កើតរូបិយប័ណ្ណដែលមានតម្លៃតែក្នុងទីផ្សារងងឹតតែប៉ុណ្ណោះដោយពាក្យចាស់ពោលថាក្រដាស់ខ្ចប់ភ្លើងមិនចិត្តនៅថ្ងៃទី29ខែមីនាឆ្នាំ1895ធម្មជាតិបានដោះរបាំងមុខរបស់គាត់ចេញនៅក្នុងហាងស្រាមួយនៅទីក្រុងញូវយ៉កដំណក់ទឹកដែលបានដក់នៅលើតុវាបានធ្វើឲ្យក្រដាស់ប្រាក់របស់គាត់សើមទឹកថ្នាំពណ៌ខៀវដែលគាត់បានផ្ចិតផ្ចង់គូចាប់ផ្ដើមហូររលាយដូចជាទឹកភ្នែកអារម្មណ៍ Nigger ពេលនោះគឺដូចអំបិលត្រូវទឹកអញ្ចឹង12ឆ្នាំត្រូវរលាយដោយសារតែទុកសើមគាត់ត្រូវបានគេកាត់ទោសឲ្យជាប់គុក6ឆ្នាំពាក្យចុងក្រោយដែលគាត់និយាយគឺខ្ញុំជាចៅលួចជីវិតខ្លួនឯងតែទោះបីជាត្រូវជាប់ពន្ធនាគារក៏ពិតមែន Nigger មិនបានឈប់ឡើយអ្វីដែលហួសចិត្តនោះគឺគាត់បានសុំឲ្យមន្ត្រីពន្ធនាគារបានផ្ដល់ជក់ឲ្យគាត់នឹងឧបករណ៍សម្រាប់គូគំនូរហើយគាត់អាចគូនៅអ្វីដែលគាត់ចង់គូពិតប្រាកដនៅពីក្រោយរបាដែកទីបំផុតគាត់បានក្លាយទៅជាសិល្បករដែលគាត់តែងតែប្រាថ្នាចង់ក្លាយជាគាត់បានគូគំនូររូបទេសភាពរូបសមុទ្ររូបធម្មជាតិជាច្រើនទៀតគឺជាអ្វីដែលគាត់ចង់គូជាជាងគូរូបលុយខ្លាំងៗគាត់បានក្លាយទៅជាជាងគំនូរដ៏ល្បីល្បាញបន្ទាប់ពីត្រូវដោះលែងនៅក្នុងឆ្នាំ1901គំនូរស្របជាប់របស់គាត់ត្រូវបានលក់ក្នុងតម្លៃរាប់ពាន់ដុល្លារប៉ុន្តែអ្វីដែលហួសចិត្តនោះគឺក្រដាស់ប្រាក់คล้ายៗដែលគាត់បានបន្ថយជីវិតបង្កើតកាលនោះមានតម្លៃត្រឹមតែ$20ទេប៉ុន្តែសប្តាហ៍ថ្ងៃត្រូវបានគេដេញថ្លៃក្នុងតម្លៃជាង$20,000ឯណោះយើងមើលទៅ Nigger ហើយគិតថាពិតជាស្ដាយនៅពេលវេលានិងទេពកោសល្យដែលខាតបង់ដោយអត់ប្រយោជន៍ប៉ុន្តែតើញឹកញាប់ប៉ុណ្ណាដែលយើងធ្វើរឿងដូចគ្នានេះរាល់ពេលដែលយើងលេងផ្លូវកាត់ជាការពង្រឹងសមត្ថភាពឬមួយក៏រស់នៅដើម្បីតែស្គាល់អ្នកដទៃជាងរស់នៅជាខ្លួនឯងគឺដូចជាយើងកំពុងតែគូក្រដាស់ប្រាក់คล้ายៗនៃជីវិតខ្លួនឯងរួចបាត់ហើយជីវិតពិតរបស់មនុស្សយើងម្នាក់គឺស្ថិតនៅលើអ្វីដែលនៅសេសសល់បន្ទាប់ពីជួបគ្នាបានកន្លងផុតទៅកុំប្រើទេពកោសល្យរបស់អ្នកដើម្បីរឿងអត់ប្រយោជន៍ឬមួយក៏រឿងដែលខុសកុំធ្វើជាចោរលួចជីវិតខ្លួនឯងហើយកុំពឹងជាពេលឈប់រងចាំចាប់ផ្ដើមជាមួយនឹងអ្វីដែលយើងស្រឡាញ់អ្វីដែលជាទេពកោសល្យរបស់យើងពិតប្រាកដជាមួយនឹងរឿងដែលត្រូវ